អ្នកត្រឡប់មកវិញទាន់ពេលហើយតោះទៅអូម៉ាក់មានរឿងអ្វីកើតឡើងនគរភាគខាងត្បូងហៀបនឹងត្រូវបំផ្លាញចោលហើយដូច្នេះយើងគួរតែឲ្យលាក់ខ្លួនមួយរយៈប្រសិនបើប្រទេសយើងឈ្លានពានវាពិតជានឹងភាពខ្វាក់ភ្នែកម៉ាក់ឲ្យយើងគួរតែស្នាក់នៅខ្ញុំចង់ចូលទៅក្នុងសមរភូមិដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវនឹងការប្រទេសរបស់ខ្ញុំចង់ឲ្យពិភពលោកទាំងមូលដឹងថាបរិសុទ្ធក្បាច់គុណក៏អាចអនុវត្តបានដែរមនុស្សគ្រប់រូបគួរតែស្មើគ្នារងចាំនេះគឺជាសន្និសីទព្រះទាំង5ដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់លំដាប់ជ្រើសរើសបុគ្គលិកសម្រាប់ព្រះទាំង5កិច្ចប្រជុំនេះនឹងតម្រូវឲ្យមានរង្វាន់ធំលើកនេះគ្មានអ្នកណាចូលរួមទេអ្នកណាដែលហ៊ានចូលរួមក្នុងការសើចចំអកឲ្យអ្នកដទៃនឹងត្រូវបញ្ចុះទ័ពរបស់យើងរស្មីរបស់ព្រះនាងមកុដជប៉ុនតើអ្នកមិនឃើញទេថាសំបីតែឈីលីនក៏សំបីតែកងទ័ពក៏ប្រហែលជាមិនអាចយកឈ្នះនាងបានដែរអ្វីតាមពិតទៅវាជាបរិសម្នាក់ព្រះរាជបុត្រពិតជាហ៊ានទទួលយកព្រះរាជក្រឹត្យរបស់អធិរាជមែងវាច្បាស់ជាល្បិចក្មេងរបស់ហ៊ួនខៅព្រះករុណាមួយវ៉ាងដៃអ្នកបម្រើរបស់អ្នកនឹងប្រហារជីវិតគាត់ហើយបង្ហាញក្បាលរបស់គាត់ជាសាធារណៈចាំបន្តិចសិនបរិសម្នាក់គឺជាបរិសម្នាក់ក្នុងគ្រាមានវិបត្តិមនុស្សម្នាក់អាចងាកទៅរកវិធានការអស់សង្ឃឹមប៉ុណ្ណោះសាកល្បងអ្វីក៏បានបន្ទាប់មកទៅប្រមូលមនុស្សឲ្យបានច្រើនវាអាចជាការលំបាកសម្រាប់មនុស្សដែលមានសមត្ថភាពក្នុងការពិភាក្សាអំពីបញ្ហានានានិងស្វែងរកសន្តិភាពដែលបង្ហាញពីអារក្សជីមិនបានស្លាប់ទេវាជាមនុស្សនោះមែនទេអារម្មណ៍ដែលធ្លាប់ស្គាល់នោះព្រះអង្គគុំម្ចាស់នាងមកដល់ហើយទំនុកចិត្តហួសហេតុពេកនោះគ្មានប្រយោជន៍អ្វីតតែសោះវូសេងគ្មានធម៌ពលខាងក្នុងតតែសោះអ្នកក៏អាចមកចូលរួមក្នុងការប្រជុំព្រះទាំង5បានដែរគាត់ពិតជាកំពុងស្នើសុំបញ្ហាខ្ញុំអាចយល់ស្របនឹងរឿងនោះប៉ុន្តែមានលក្ខខណ្ឌមួយអ្នកអាចចូលរួមបានប៉ុន្តែអ្នកមិនអាចចូលរួមបានដាច់ខាតអ្នកត្រូវដឹងថាអ្នកណាអាចលេងបានអ្នកដែលមិនមែនជាមេបាក់គេបែកបាក់គ្នានីលីកាអាចកំទេចម្ដាយរបស់អ្នករហូតដល់ស្លាប់ម៉ាក់មិនចង់បាត់បង់ម៉ាក់ឯងទេអ្នកមិនដែលឃើញវាលព្រះទាំង5ពីមុនមកទេនៅលើស្មរភូមិបង្ហូរឈាមនៃជីវិតនិងសេចក្តីស្លាប់ជីវិតមនុស្សគ្មានតម្លៃដូចស្មៅទេម្ដាយព្រើលដ៏បរិសុទ្ធនិងស្ងប់ស្ងាត់អ្នកគឺជាមនុស្សតែម្នាក់គត់កូនប្រុសនិងម្ដាយខ្ញុំសន្យាអ្នកនិងខ្ញុំនឹងមិនលេងជា